សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ខ្សែជីវិតថ្ងៃនេះយើងនឹងនិយាយអំពីប្រធានបទមួយដែលសំខាន់ណាស់សម្រាប់អ្នករៀននិងធ្វើការគឺអាហារសម្រាប់ខួរក្បាលល្អខួរក្បាលគឺជាផ្នែកសំខាន់បំផុតនៃរាងកាយវាគ្រប់គ្រងការគិតការចងចាំនិងការសម្រេចចិត្តប៉ុន្តែអ្នកដឹងទេអ្វីដែលយើងញ៉ាំរាល់ថ្ងៃមានឥទ្ធិពលដោយផ្ទាល់លើការធ្វើការរបស់ខួរក្បាលបើអ្នកញ៉ាំអាហារដែលមានប្រយោជន៍អ្នកអាចមានការចងចាំល្អគិតបានលឿននិងមានការផ្ដោតអារម្មណ៍ខ្ពស់ដូច្នេះថ្ងៃនេះយើងមកស្គាល់អាហារសំខាន់ៗដែលជួយបង្កើនសមត្ថភាពខួរក្បាលអាហារទី1គឺត្រីជាពិសេសត្រីដែលមានអូមេហ្គា3ដូចជាត្រីសាម៉ុងអូមេហ្គា3ជួយបង្កើតកោសិកាខួរក្បាលនិងបង្កើនការចងចាំអាហារទី2គឺស៊ុតមានសារធាតុឈូលីនដែលជួយបង្កើតការចងចាំវាក៏ជួយឲ្យខួរក្បាលធ្វើការល្អអាហារទី3គឺគ្រាប់ធញ្ញជាតិដូចជាអាល់ម៉ុននិងវ៉ាល់ណាត់វាមានវីតាមីន E ដែលជួយការពារខួរក្បាលពីការខូចខាតអាហារទី4គឺបន្លែស្លឹកបៃតងដូចជាស្ពៃនិងប្រូកូលីវាមានវីតាមីននិងសារធាតុប្រឆាំងអុកស៊ីតកម្មជួយការពារខួរក្បាលពីការចាស់លឿនអាហារទី5គឺផ្លែឈើដូចជាប៊េរីនិងក្រូចវាជួយបង្កើនការចងចាំនិងការផ្ដោតអារម្មណ៍អាហារទី6គឺសូកូឡាខ្មៅវាមានសារធាតុដែលជួយបង្កើនការលូតលាស់ខួរក្បាលប៉ុន្តែគួរញ៉ាំតិចៗអាហារទី7គឺទឹកការផឹកទឹកគ្រប់គ្រាន់ជួយឲ្យខួរក្បាលដំណើរការល្អបើខ្វះទឹកអ្នកអាចមានអារម្មណ៍ច្របូកច្របល់ឬផ្ដោតអារម្មណ៍មិនបានឥឡូវនេះសំណួរមកវិញតើយើងគួរធ្វើដូចម្តេចដើម្បីថែរក្សាខួរក្បាលជាញ៉ាំអាហារដែលមានប្រយោជន៍ជាគេងឲ្យគ្រប់គ្រាន់ជាហាត់ប្រាណជាប្រចាំជាអានសៀវភៅឬរៀនអ្វីថ្មីៗខួរក្បាលត្រូវការហាត់ប្រាណដូចរាងកាយបើយើងប្រើវានិងថែរក្សាវានឹងធ្វើការបានល្អនិងយូរអង្វែងសរុបវិញអាហារដែលយើងញ៉ាំមានឥទ្ធិពលលើខួរក្បាលយ៉ាងខ្លាំងបើយើងជ្រើសរើសអាហារត្រឹមត្រូវយើងអាចមានការចងចាំល្អនិងជោគជ័យក្នុងជីវិតបើអ្នកចូលចិត្តវីដេអូនេះកុំភ្លេច like share និង subscribe Channel ខ្សែជីវិតសូមអរគុណ